តោះយើងបងប្អូនថ្ងៃនេះខ្ញុំមកទៅធ្វើម្ហូបញ៉ាំម្ដងថ្ងៃនេះឆាឲ្យខ្ញីជាមួយនឹងសាច់ជ្រូកល្ងាចមិញខ្ញុំបានធ្វើម្ហូបញ៉ាំទេបងប្អូនអើយរាល់ថ្ងៃហ្នឹងសឹងតែមិនបានធ្វើម្ហូបហូបឲ្យបងប្អូនអើយព្រោះអីយើងទិញម្ហូបស្រាប់គេហូបរាល់ថ្ងៃធ្វើការរវល់ខ្លាំងយូរបានធ្វើម្ហូបហូបម្ដងព្រោះអីតាមតែការងារយើងមានច្រើនឬក៏មានតិចចឹងណាពេលយើងរឿងសម្រាប់បន្តិចយើងបានមកធ្វើម្ហូបញ៉ាំនិយាយពីសាច់ជ្រូកវិញខ្ញុំទិញពីផ្សារមកទុកនៅក្នុងទូទឹកកកហ្នឹងឡើង4-5ថ្ងៃបានធ្វើម្ហូបទេបងប្អូនហើយនឹងខ្ញីបើខ្ញីវិញខ្ញុំទិញឡើងហើយមួយអាទិត្យហើយទៅតែហើយនឹងបានធ្វើម្ហូបទុកឡើងរលួយអស់វារៀងខ្ចីបងប្អូនទុកតែមួយថ្ងៃសោះហ្នឹងរលួយដែរខ្ញុំឃើញខ្ញីនឹងច្រើនបងប្អូនអើយខ្ញុំចិត្តតែហើយមួយចានល្មមមកនឹងហើយសាច់ជ្រូកយើងណាចាប់តែពេលហើយឆារួចហើយមិនដឹងខ្លួនថាអីគេខ្ញីនឹងវាតិចដល់សាច់ជ្រូកយើងវារៀងច្រើនក៏មិនដឹងឬក៏សាច់ជ្រូកនឹងដល់ពេលយើងយកទៅលីងទៅវារៀងស្វិតដល់ពេលវាស្វិតទៅវាសល់តែបន្តិចហ្នឹងខ្ញុំបើឆាខ្ញីវិញខ្ញុំចូលចិត្តដាក់ខ្ញីនឹងរឿងក្រៀមបងប្អូនបើដាក់ឲ្យវាស្រស់ដូចគេខ្ញុំអត់សូវចេះហូបព្រោះអីវាធំក្លិនវាហាងអញ្ចឹងណាបានមកហូបមួយមុខហ្នឹងគឺឈ្ងុយហើយនឹងឆ្លក់ពេញផ្ទះតែម្ដងឥឡូវយើងដាក់ខ្ញីហ្នឹងបំពងរំលីងវាឲ្យវាក្រៀមបងប្អូនអញ្ចឹងបានយើងវាឆ្ងាញ់ខ្ញុំចិត្តប្រទេសរឿងធំពេកខ្ញុំទ្រាំតែក្រៀមហ្នឹងប្រើពេលយូរបងប្អូនហើយកូរឡើង2-3 ដងហើយទ្រាំតែវាក្រៀមដល់ពេលទៅវាក្រៀមហើយបងប្អូនមើលជួយមើលខ្ញុំមើលសល់បន្តិចហើយជាមួយនឹងសាច់ជ្រូកខ្ញុំនឹងច្រើនអត់សមគ្នាទេឥឡូវយើងដួសទុកម្លាយសិនណាបងប្អូនរួចហើយយើងយកខ្ទឹមយើងទៅបំពងជាមួយនឹងខ្លាញ់នៅសល់ហ្នឹងបន្ទាប់មកយើងបំពងខ្ទឹមហ្នឹងឲ្យឈ្ងុយរួចហើយយើងដាក់សាច់ជ្រូកចូលទៅបងប្អូនហើយខ្ញុំមកបានកន្លោចស្ករមុនទេព្រោះខ្ញុំខ្លាចខ្លោចដល់ពេលអញ្ចឹងខ្ញុំយកវិធីលឿនខ្ញុំចាក់សាច់ជ្រូកចូលហើយខ្ញុំដាក់គ្រឿងដាក់ក្រូវតាមក្រោយតែម្ដងបងប្អូនអញ្ចឹងវារឿងទឹកបន្តិចប៉ុន្តែមិនជាស្អីទេបងប្អូនយើងគ្របទុកឲ្យវាឆ្អិនហើយសាច់ជ្រូកនឹងមកសន្ទុះហើយយើងបើកគ្របមកហើយយើងកូរត្រឡប់ទៅ2 ដងទៅវាស្ងួតឯងហើយព្រោះអីឆាខ្ញីដាក់សាច់ជ្រូកហ្នឹងទៅវាស្ងួតលឿនចាក់ខ្ញីចូលហើយឃើញអត់ឃើញអ្នកដឹងខ្ញីនៅណាទេបងប្អូនហើយឃើញតែសាច់ជ្រូកឆាមួយចានហ្នឹងឥឡូវឆាយើងបានស្ងួតហើយអ្នកស្ងួតបដាហើយដល់ពេលអញ្ចឹងវារឿងឆ្អិនហើយបងប្អូនរួចហើយយើងដាក់ស្លឹកជីស្លឹកអីមករួចរាល់ជាការស្រេចឃើញអត់មិនដាក់លើកជីទេបងប្អូនខ្ញុំដាក់លើខ្ទឹមអាហ្នឹងឆាសាច់ជ្រូកឆាខ្ញីក៏ដាក់ស្លឹកខ្ទឹមហ្នឹងហើយបងប្អូនឥឡូវឆាយើងបានរួចរាល់អស់ហើយឥឡូវខ្ញុំសុំពេលទៅញ៉ាំបាយតិចសិនណាបងប្អូនអរគុណច្រើនដែលបានមើលវីដេអូបានខ្ញុំបាយបាយអរគុណច្រើន